គ្រាន់តែជាសារមួយដើម្បីយើងសរសេរពីរឿងក្នុងចិត្តផ្ញើទៅកាន់អ្នកដទៃក្នុងនេះខ្ញុំជាអ្នកចម្រៀងខ្ញុំមិនអាចមានផ្លូវអ្វីដើម្បីប្រាប់អំពីទឹកចិត្តទៅកាន់អ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំសង្ឃឹមថាបទចម្រៀងរបស់ខ្ញុំនឹងចូលទៅក្នុងបេះដូងនិងខួរក្បាលអ្នកទាំងអស់គ្នា Check it out កាលពីក្មេងខ្ញុំធ្លាប់តែគិតថាជីវិតគឺជាល្បែងរស់នៅបានតែមួយឆាកក៏គង់តែរកសត្វតែជាផ្សែងប៉ុន្តែវាគ្រាន់ជាឧទាហរណ៍ដែលខ្ញុំនេះគិតតែឯង10ឆ្នាំក្រោយយកមកគិតនឹងមិនមានសេចក្តីដែលគេតែងប្រឡំលោកដែលគេចាមិនខុសពីការរស់នៅបញ្ហាប្រមូលចូលគ្នាឲ្យចិត្តមួយនេះការជាដំបៅមានអារម្មណ៍មុតកាន់តែជ្រៅជើងនៅដើរតែក្បាលមិនទៅមើលជញ្ជាំងមើលឃើញថាផ្លូវរឿងដែលខុសក៏ឃើញថាត្រូវខ្ញុំធ្លាប់ប្រាថ្នាដល់ទេវតាឲ្យគ្រូសាស្ត្រយល់ពីចិត្តតែពាក្យថាយល់របស់ពួកគេឲ្យខ្ញុំជប់ពុកងងឹតលក្ខខណ្ឌដែលគេយល់ព្រមខ្ញុំហ៊ាននិយាយថាវាមិនពិតតែខ្ញុំតែងប្រាប់ខ្លួនឯងថាទ្រាំទៅនេះហើយជីវិតអ្នកយកវាទៅយកទៅឲ្យអស់ពេលដែលខ្ញុំមានអ្នកអាចមកយកវាបានខ្ញុំឲ្យទៅអ្នកទាំងអស់បំណុលដែលខ្ញុំជំពាក់មិនថាជីវិតឬកម្មពីអ្នកអាចមកយកវាមិនពេលដែលពួកយើងត្រូវបែកគ្នាខ្ញុំគិតថាខ្ញុំមកផុតទៅហើយដែលការជាអ្នកចម្រៀងរឿងរ៉ាវចាក់ដោតជីវិតមិនត្រឹមបង្ហើបវាជាសំនៀងបន្សល់នៅការចងចាំមិនល្អនៅក្នុងប្រយោគចុកឈាមគ្រប់ពេលដែលគ្រប់គ្នាចាក់ស្ដាប់វិតៃរំលឹកដល់ខ្ញុំភ្លាមការងារប្រភេទខ្ញុំមនុស្សជាច្រើនគេប្រាថ្នាខ្ញុំគិតថាខ្ញុំដើរដល់ផ្លូវមួយដែលចិត្តមួយនេះលែងត្រូវការជីវិតខ្ញុំមានកំណត់សុំទោសដល់អ្នកទាំងអស់មនោសញ្ចេតនាខ្ញុំសូមយកវាទៅកប់កាលនៅពីក្មេងខ្ញុំកិច្ចសាលាចិត្តមិនប្រាថ្នាចង់ធ្វើសិទ្ធិគិតថាសង្គមដែលខ្ញុំរស់នៅគឺរស់មួយថ្ងៃដើម្បីមួយថ្ងៃពូម៉ាល្អអីសង្សារល្អសម្លឹងទៅឃើញសសរសាលាបែជាគិតថាផ្លូវទៅនរកតែឥឡូវឃើញមកគ្រូមិនហ៊ាននឹងមើលព្រោះនឹកឃើញទៅដល់ទង្វើដែលខ្ញុំធ្លាប់ធ្វើដោយសារណាស់ថ្ងៃនេះខ្ញុំជោគជ័យអ្វីក៏បដោផ្លាស់សំភារៈនិយមទាំងនេះមិនបានធ្វើឲ្យខ្ញុំបំភ្លេចរឿងចាស់សុំទោសលោកគ្រូសុំទោសសិភៅសុំទោសនៅរាល់កំហុសគ្រប់យ៉ាងដែលខ្ញុំបានសាងមិនប៉ះបើជីវិតវាហួសទៅហើយមិនណែបកក្រោយបានទេឥឡូវតែសូមអបជាប់បណ្ដាំដែលលោកបានផ្ដាំដល់ពេលត្រូវទៅឃ្លានេះឲ្យខ្ញុំសូមចាចំណាំសូមចាំវាជាសំណេរចូលអ្នកកុំខឹងនឹងគ្រូទោះបីជាពេលខ្លះគាត់ជេរគាត់ចង់ឲ្យយើងល្អក៏គ្មានបានផលពីយើងទេបើភ្លេចខ្លួនធ្វើជាអស់ចាវាសនាល្អក៏មិនយូរដែរឥឡូវយើងងាកមកវិញយើងសម្លឹងមកវប្បធម៌សម័យបុព្វបុរសក៏សាំងអង្គរដ៏សែនបវរតែមកដល់ឥឡូវនេះពួកអាបែកមានមកកណោទៅយំប្រកាច់ក្នុង TikTokទៀមទាលខោនខើមាននឹងខ្យល់អីមិនអញ្ចឹងដល់យូរទៅដោយអត់យល់របស់ខ្លួនឯងសោះបែកជាតែស្រែងងងឹតងងល់គិតឡើងវិញកុំនាំបំពល់គិតឲ្យច្បាស់កុំរាវមកជល់គិតឲ្យតន់កុំឲ្យវាជ្រុល Motherfuck កុំនាំរវល់សូមយកវេលាដល់ខ្លីលោកលៃមកជួយរក្សាការពារកុំឲ្យអាពេលគេមកដណ្ដើមឲ្យតាំងមកដើរបន្ទោគ្នាចោលចរិតប្រខំគ្នារំពេលដែលគ្រាមមានអាសន្នសុំចិត្តឲ្យអ្នកយល់ពេលខ្លះអាចោវាចូលបន្លំឈប់និយាយបានហើយរូបខ្ញុំមិនចង់និយាយបាននិយាយឲ្យកាន់តែយូរមានអារម្មណ៍ថាមិនគប់បីតែសង្ឃឹមថាបទចម្រៀងដែលខ្ញុំសរសេរវានឹងបានវេចូលទៅក្នុងខួរខ្លះខ្ញុំគិតថាខ្ញុំមកផុតទៅហើយដែលការជាអ្នកចម្រៀងរឿងរ៉ាវចាក់ដោតជីវិតមិនត្រឹមបង្ហើបវាជាសំនៀងបន្សល់នៅការចងចាំមិនល្អនៅក្នុងប្រយោគចុកឈាមគ្រប់ពេលដែលគ្រប់គ្នាចាក់ស្ដាប់វិតៃរំលឹកដល់ខ្ញុំភ្លាមការងារប្រភេទខ្ញុំមនុស្សជាច្រើនគេប្រាថ្នាខ្ញុំគិតថាខ្ញុំដើរដល់ផ្លូវមួយដែលចិត្តមួយនេះលែងត្រូវការជីវិតខ្ញុំមានកំណត់សុំទោសដល់អ្នកទាំងអស់មនោសញ្ចេតនាខ្ញុំសូមយកវាទៅកប់